អាជីវកម្មរបស់យើងផលិតផលរបស់យើងពឹងអ្នកដទៃឲ្យមកធ្វើគេអត់អាចធ្វើបាន perfect ឲ្យយើងទេសូមស្វាគមន៍មកកាន់រដ្ឋសាស្ត្រ Digital Marketing ក្នុងវីដេអូនេះគឺល្អណាស់សម្រាប់ម្ចាស់អាជីវកម្មទាំងឡាយដែលបានចាប់ផ្ដើមអាជីវកម្មអនឡាញក្តីដែលកំពុងតែចាប់ផ្ដើមអាជីវកម្មអនឡាញក្តីឬក៏អ្នកដែលបានចាប់ផ្ដើមហើយបរាជ័យលើវិស័យអនឡាញលក់អនឡាញឬក៏បងប្អូនមិនទាន់ចាប់ផ្ដើមអាជីវកម្មអនឡាញទេតែបងប្អូនមានអាជីវកម្មនៅក្នុងដៃហើយចង់ចាប់ផ្ដើមអាជីវកម្មអនឡាញនៅក្នុងវីដេអូនេះគឺខ្ញុំសូមបង្ហាញអំពីតាក់ទិកមួយចំនួនបច្ចេកទេសមួយចំនួនបទពិសោធន៍មួយចំនួនកន្លងទៅបងប្អូនចង់ចាប់ផ្ដើមអាជីវកម្មអនឡាញឬក៏បានធ្វើអាជីវកម្មអនឡាញហើយបងប្អូនពឹងពាក់ទៅលើអ្នកកាន់សេវាកម្ម Digital Marketing ឬក៏ក្រុម agency ផ្នែក Digital Marketing ពីព្រោះ agency គាត់មានសមត្ថភាពក្នុងការធ្វើ content ក៏មានសមត្ថភាពក្នុងការបូតបច្ចេកទេសដោះស្រាយបញ្ហាជូនបងប្អូនប៉ុន្តែសំណួរសួរថាហេតុអ្វីបានជាអាជីវកម្មអនឡាញឬក៏ការចាប់ផ្ដើមអនឡាញការលក់អនឡាញរបស់បងប្អូនអត់មានប្រសិទ្ធភាពឬក៏ធ្លាក់ចុះឬក៏ធ្វើទៅ fail ធ្វើទៅបរាជ័យសាកបោះលុយទៅបរាជ័យមូលហេតុអីមានមូលហេតុតែមួយឯងបងប្អូនយើងខ្លួនឯងអត់ព្រមធ្វើនឹងខ្លួនឯងproduct របស់យើងសេវាកម្មរបស់យើងអាជីវកម្មរបស់យើងផលិតផលរបស់យើងពឹងអ្នកដទៃឲ្យមកធ្វើគេអត់អាចធ្វើបាន perfect ឲ្យយើងទេដោយសារតែអ្នកកាន់សេវាកម្ម agency គាត់អត់អាចយល់ពីរសជាតិចរិតលក្ខណៈរបស់ business យើងទេ 100% ទេគាត់អត់យល់ពីអតិថិជនរបស់យើងទេគាត់អត់យល់អំពី product របស់យើង 100% ទេគាត់ដឹងតែពីផលិត content គាត់ដឹងតែពី booth គាត់ដឹងតែពីជួយយើងទៅខ្ញុំក៏ជាអ្នកកាន់សេវាកម្មខ្ញុំក៏ជា agency ផ្នែក Digital Marketing ខ្ញុំជួយក្រុមហ៊ុនមួយចំនួនដែរប៉ុន្តែជាបទពិសោធន៍ដែរបងប្អូន agency គឺហត់ដែររហូតដល់ខ្ញុំជា agency ហើយខ្ញុំមកធ្វើអាជីវកម្មអនឡាញខ្លួនឯងទៀតអញ្ចឹងបច្ចុប្បន្ននេះខ្ញុំមានអាជីវកម្មអនឡាញ3 product ដែលខ្ញុំកាន់នៅក្នុងដៃជារបស់ខ្លួនឯងអញ្ចឹងបងប្អូនកាលណាប្រសិនបើបងប្អូនពឹងទៅលើ agency បងប្អូនមិនអាចធ្វើវាបានយូរអង្វែងឬក៏មានស្ថិរភាពបានទេខ្លាំងបានទេល្អបានទេដោយសារអីដោយសារតែ agency អត់យល់ពី product របស់យើងច្បាស់ទេមានតែខ្លួនយើងដែលយល់ពី product របស់ខ្លួនឯងច្បាស់អញ្ចឹងបងប្អូនទាមទារត្រូវធ្វើខ្លួនឯងយ៉ាងម៉េចទី1បងប្អូនស្វែងរកចំណេះជំនាញបើសិនជាបងប្អូនយល់ថាពិបាករៀនអត់ចូលរៀនអត់ចេះរៀនអត់ខ្លាចអត់ឆ្លាតអត់ពូកែមិនចាំបាច់ព្យាយាមរៀនឲ្យចេះទេបងប្អូនទាមទារតែយល់ដឹងស្គាល់ពេលដែលបងប្អូនយល់ដឹងស្គាល់អំពីចរិតលក្ខណៈរបស់ Facebook ចរិតលក្ខណៈរបស់ TikTok ចរិតលក្ខណៈរបស់អាជីវកម្មអនឡាញចរិតលក្ខណៈរបស់ផលិតផលឬក៏សេវាកម្មរបស់បងប្អូននឹងដឹងនឹងប្រើអ្នកដទៃជួលបុគ្គលិកធ្វើក្តីជួល agency ដែរយើងយល់ហ្មងយើងយល់ថាអាហ្នឹងគួរចេះអាហ្នឹងគួរចេះមិនមែនឲ្យ agency lead យើង lead agency យើងវិញមិនមែនឲ្យ agency ហ្នឹងជាអ្នកដឹកនាំយើងធ្វើអាជីវកម្មអនឡាញយើងជាអ្នកដឹកនាំគាត់ធ្វើវិញពេលហ្នឹងហើយបានបងប្អូនអាចចាប់ផ្ដើមអាជីវកម្មអនឡាញបានបងប្អូនស្រាវជ្រាវវីដេអូដែលខ្ញុំបានបង្រៀនមេរៀនទី1ទី2ទី3ទី4និងវីដេអូខ្លីៗដែលខ្ញុំបង្ហាញអំពី tip ថ្មីខ្លីៗហ្នឹងបងប្អូនស្រាវជ្រាវបន្ថែមហើយសិក្សាស្វែងយល់ពីខ្លួនឯងហើយចូលរួមសិក្ខាសាលាចូលរួមវគ្គផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងការធ្វើទីផ្សារអនឡាញដោយខ្លួនឯងមានតែខ្លួនយើងទេដែលស្គាល់អំពីផលិតផលរបស់ខ្លួនយើងច្បាស់ហើយអត់លំបាកទេបងប្អូនបច្ចុប្បន្ននេះចង់រៀន boot បងប្អូនរៀនបន្តិចទៅចង់ធ្វើ content បងប្អូនសួរ AI បន្តិចទៅហើយបងប្អូនធ្វើ content ទៅបងប្អូនមានទូរស័ព្ទទំនើបនៅក្នុងដៃបងប្អូនរៀនផាត់ខ្លួនឯងទៅយើងដឹងថាយើងមិនចាស់អាជីវកម្មច្រើនណាយើងអត់អាចទៅធ្វើខ្លួនឯងទេរៀនឲ្យដឹងឲ្យស្គាល់ឲ្យយល់ពេលដែលបងប្អូនដឹងស្គាល់យល់ហើយបងប្អូនប្រើគេបានហើយរៀនយល់ខ្លួនឯងដឹងខ្លួនឯងហើយបើយើងអាចប្រើអ្នកដទៃបានអញ្ចឹងគ្មានអ្វីក្រៅពីយើងចាប់ផ្ដើមដោយខ្លួនឯងទេខ្ញុំបានជួយម្ចាស់អាជីវកម្មមួយចំនួនច្រើនដែរដែលគាត់ជួលសេវាកម្មអត់ដើរអត់មានប្រសិទ្ធភាពតែដល់ពេលគាត់
រៀនជាមួយខ្ញុំទៅក្រោយមកគាត់ធ្វើខ្លួនឯងបានរហូតដល់គាត់ហ៊ានរ៉ាន់អេតមួយថ្ងៃ$500 $1000 អាជីវកម្មគាត់ធំចឹងគាត់អត់រៀនខ្លួនឯងគាត់ឲ្យកូនចៅរបស់គាត់សាច់ឈាមរបស់គាត់សាច់ញាតិរបស់គាត់រៀនដែរឬក៏បុគ្គលិកគាត់រៀនដែរដើម្បីឲ្យគាត់អាជីវកម្មហ្នឹងវា process បានល្អខ្ញុំមិនមែនលក់មេរៀនឲ្យជូនបងប្អូនទេបងប្អូនចូលទៅមើលមេរៀនចាស់របស់ខ្ញុំទៅឬក៏បងប្អូនចូលនៅក្នុងក្រុម Telegram ឆាតមកខ្ញុំតសួរនាំបានខ្ញុំអាចប្រឹក្សាយោបល់ជូនបងប្អូនព្រីបានដោយមិនគិតសេវាទេអញ្ចឹងបងប្អូនសិក្សាពីខ្លួនឯងដូចខ្ញុំលើកទៅចាស់អញ្ចឹងរៀនធ្វើទីផ្សារអនឡាញដោយខ្លួនឯងចាប់ផ្ដើមពីរៀន boot ទៅលើ Facebook ទៅលើ TikTok ចាប់ផ្ដើមពីរៀនផលិតវីដេអូចាប់ផ្ដើមពីរៀនអំពីចរិតលក្ខណៈរបស់ផលិតផលរបស់យើងដោយខ្លួនឯងបាទសូមអរគុណសូមជម្រាបលាខ្ញុំបាទសែមរិទ្ធិស័ក្តិ Digital Marketing Team អរគុណច្រើន